ជួយសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់និស្សិត podcast ថ្ងៃនេះខ្ញុំមានភ្ញៀវកិត្តិយសម្នាក់គាត់មកបកស្រាយនៅក្នុងប្រធានបទការស្មូនកូនអ្នកនរគ្នាប្រហែលជាចង់ដឹងថាការស្មូនកូនមានលក្ខណៈម៉េចមាននិយមន័យម៉េចឥឡូវយើងមកជួបជាមួយនឹងភ្ញៀវកិត្តិយសយើងទាំងអស់គ្នាបាទជួយសួរទីមកបាទសរសើរវាសនាបាទថ្ងៃនេះខ្ញុំឲ្យតំងបកស្រាយអំពីប្រធានបទការស្មូនកូនហើយការស្មូនកូនហ្នឹងមានលក្ខណៈម៉េចហើយមាននិយមន័យម៉េចចឹងឲ្យគេមកបកស្រាយទៅតាមនឹងគុំកំងបកស្រាយទៅបាទហ្នឹងហើយវាសនាប្រធានបទនេះគឺយើងនិយាយអំពីការស្មូនកូនអញ្ចឹងចំណុចទី1គឺខ្ញុំនិយាយអំពីនិយមន័យនៃការស្មូនកូនបាទអញ្ចឹងការស្មូនកូនហ្នឹងគឺជាការប្រគល់សិទ្ធិនិងកាតព្វកិច្ចកូនទៅឲ្យឪពុកម្ដាយចិញ្ចឹមការស្មូនកូននេះធ្វើបានទៅអាស្រ័យទៅលើកិច្ចព្រមព្រៀងច្បាប់អញ្ចឹងឪពុកម្ដាយត្រូវចាំយ៉ាងហោចណាស់30ថ្ងៃទើបយើងអាចចុះកិច្ចសន្យាទៅលើកិច្ចព្រមព្រៀងនោះបានអញ្ចឹងឪពុកម្ដាយយើងអាចថាការប្រគល់កូនទៅឲ្យឪពុកម្ដាយចិញ្ចឹមធ្វើជាអាណាព្យាបាលថ្មីហ្នឹងគឺជានិយមន័យនៃការស្មូនកូនអញ្ចឹងវាសនាអាចទទួលយកបាននៅចំណុចហ្នឹងបាទអូខេហើយទៅចំណុចមួយទៀតឲ្យខ្ញុំអងនិយាយអំពីលក្ខខណ្ឌនៃការបង្កើតស្មូនកូនមានពេញលេញឬក៏ធម្មតាហ្នឹងមានមិនដែរចឹងឲ្យខ្ញុំបកស្រាយទៅតាមហ្នឹងចុះហ្នឹងហើយវាសនានិយាយរួមទៅលក្ខខណ្ឌវាមាន2អញ្ចឹងមិញខ្ញុំបានបញ្ជាក់ប៉ុន្តែខ្ញុំសូមបញ្ជាក់នៅចំណុចនេះការស្មូនកូនគឺមាន2ទី1គឺការស្មូនកូនពេញលេញទី2គឺការស្មូនកូនធម្មតាអញ្ចឹងថ្ងៃនេះខ្ញុំសូមលើកតែការស្មូនកូនពេញលេញមកទៀតដោយសារតែពេលវេលាយើងខ្លីអញ្ចឹងខ្ញុំសូមលើកលក្ខខណ្ឌមួយចំនួននៃការស្មូនកូនពេញលេញអញ្ចឹងស្មូនកូនពេញលេញយើងធ្វើទៅបានអាស្រ័យទៅលើលក្ខខណ្ឌជាច្រើនលក្ខខណ្ឌទី1គឺអាយុរបស់ឪពុកម្ដាយអញ្ចឹងយើងដឹងថាឪពុកម្ដាយដែលជាអាណាព្យាបាលថ្មីគាត់ត្រូវការកំណត់អាយុរបស់គាត់ដែរទី1ឪពុកម្ដាយហ្នឹងត្រូវមានអាយុចាប់ពី25យ៉ាងតិច25ឆ្នាំឡើងទើបយើងអាចធ្វើស្មូនកូនពេញលេញបានចំណែកឯកូនវិញគឺត្រូវវាថាយើងបដាក់រស៊ីប្រសងគ្នាកូនត្រូវមានវាថាចន្លោះការាវាថាកូនត្រូវមានអាយុចន្លោះទៅឪពុកម្ដាយរយៈពេល20ឆ្នាំអញ្ចឹងបើសិនជាឪពុកម្ដាយចិញ្ចឹមមានអាយុ25ឆ្នាំកូនគឺត្រូវមានអាយុក្រោម5ឆ្នាំទើបយើងអាចធ្វើស្មូនកូនពេញលេញបានហ្នឹងចំណុចទី1អញ្ចឹងវាសនាអាចទទួលបាននៅចំណុចហ្នឹងបាទអូខេមានដល់ហើយទី2គឺស្ថានភាពគ្រួសារអញ្ចឹងស្ថានភាពគ្រួសារយើងដឹងហើយគឺជាចំណុចមួយដែលយើងអាចចោលបានទេបាទស្ថានភាពគ្រួសារអញ្ចឹងឪពុកម្ដាយចិញ្ចឹមគឺគាត់មានកាតព្វកិច្ចយ៉ាងខ្លាំងទៅលើចំណុចហ្នឹងមានថាការស្មូនកូនគឺជាការសុំយកកូនទៅចិញ្ចឹមអញ្ចឹងស្ថានភាពគ្រួសាររបស់អាណាព្យាបាលថ្មីក៏មានសារៈសំខាន់នៅក្នុងការទំនុកបម្រុងថែរក្សាកូនចិញ្ចឹមហ្នឹងឲ្យបានល្អទី1យើងគិតអំពីសុភមង្គលកាលណាបើសិនជាគ្រួសារណាគាត់មិនសូវធូរធារគាត់ខ្វះខាតក៏យើងក៏កូនហ្នឹងខ្វះខាតសុភមង្គលភាពប្រក្រតីតាមនឹងដែរទី2គឺកាលណាស្ថានភាពគ្រួសារមានថាសេដ្ឋកិច្ចល្អសេដ្ឋកិច្ចគ្រួសារហ្នឹងទៅការទំនុកបម្រុងរបស់កូនស្មុំហ្នឹងក៏ទទួលបានភាពល្អទាំងការទំនុកបម្រុងការហូបចុកការរៀនសូត្រនិងរបស់របរផ្សេងៗហើយចំណុចទី3គឺយើងអាចនិយាយបានថាស្ថានភាពរស់នៅរបស់ឪពុកម្ដាយចិញ្ចឹមដែលយើងហៅថាអាណាព្យាបាលថ្មីហ្នឹងមានថាឪពុកម្ដាយឬក៏ខាងអាណាព្យាបាលថ្មីហ្នឹងគាត់ត្រូវតែជាសហព័ន្ធនឹងគ្នាព្រោះថាគាត់ត្រូវតែជាប្រិយប្រពន្ធនឹងគ្នាបើសិនជាមានតែម្ដាយអត់ឪពុកក៏អត់កើតមានតែឪពុកអត់ម្ដាយក៏អត់កើតព្រោះថាគាត់ត្រូវតែរស់នៅជាសហព័ន្ធនឹងគ្នាទើបយើងអាចធ្វើការស្មូនកូនហ្នឹងទៅបានបាទហ្នឹងហើយចំណុចបន្តទៀតគឺយើងត្រូវតែមានការយល់ព្រមអំពីឪពុកម្ដាយបង្កើតបាទអញ្ចឹងឪពុកម្ដាយបង្កើតរបស់កូនហ្នឹងគឺគាត់ត្រូវតែមានការយល់ព្រមដើម្បីផ្ដល់កូនហ្នឹងទៅឲ្យអាណាព្យាបាលថ្មីអញ្ចឹងឧទាហរណ៍ថាបើសិនជាឪពុកម្ដាយបង្កើតរបស់កូនហ្នឹងគាត់អត់មានការយល់ព្រមក្នុងការផ្ដល់កូនទៅឲ្យអាណាព្យាបាលថ្មីឬក៏ឪពុកម្ដាយចិញ្ចឹមទេគឺយើងអាចប្រព្រឹត្តទៅនៃការស្មូនកូនហ្នឹងបានទេអាហ្នឹងគឺជាចំណុចតបទីឯចំណុចមួយទៀតគឺយើងត្រូវដឹងថាលទ្ធភាពរបស់ឪពុកម្ដាយបង្កើតអញ្ចឹងលទ្ធភាពរបស់ឪពុកម្ដាយបង្កើតលុះត្រាតែឪពុកម្ដាយបង្កើតហ្នឹងគាត់មានពិការភាពគាត់ជួបទុក្ខលំបាកនៅខាងសេដ្ឋកិច្ចគាត់ក្រខ្សត់គាត់ពុំមានលទ្ធភាពធូរធារហ្នឹងទៅទើបគាត់អាចបង្កើតស្មូនកូនពេញលេញហ្នឹងបាននេះអាចចំណុចបន្ទាប់គឺយើងត្រូវដឹងថាយើងគិតអំពីផលប្រយោជន៍របស់កូនអញ្ចឹងការស្មូនកូនពេញលេញនេះយើងធ្វើទៅនៅពេលដែលមានការយល់ព្រមយល់ស្រប
អំពីពុកម្ដាយទាំងសងខាងហើយគឺសាច់សាលរហ័តយើងដឹងហើយថាកូនកូនបង្កើតនេះដែលទទួលចិញ្ចឹមគឺឪពុកម្ដាយថ្មីចឹងទៅដែលហៅថាអាណាព្យាបាលថ្មីចឹងត្រូវតែកូនហ្នឹងត្រូវតែកាត់ផ្ដាច់សាច់សាលរហ័តអំពីឪពុកម្ដាយបង្កើតចឹងកូនគេត្រូវគិតអំពីអនាគតថ្មីរបស់គេត្រូវរស់នៅជាមួយអាណាព្យាបាលថ្មីត្រូវតែស្រឡាញ់ឪពុកម្ដាយចិញ្ចឹមដូចឪពុកម្ដាយបង្កើតចឹងអាហ្នឹងលក្ខខណ្ឌដែលយើងថាការការផ្ដាច់ទំនាក់ទំនងពីឪពុកម្ដាយបង្កើតអាហ្នឹងគឺជាអនាគតរបស់កូនក្មេងមួយទៀតចឹងចំណុចដែលខ្ញុំនិយាយអំពីឬក៏បកស្រាយអំពីស្មុំកូនពេញលេញហើយដែលយើងបកស្រាយថ្ងៃហ្នឹងគឺមានតែប៉ុណ្ណឹងបើសិនជាវាសនានៅអត់យល់ឬក៏ខ្វះខាតចំណុចណាវាសនាអាចសាកសួរមកខ្ញុំម្ដងទៀតបានគេមកខ្ញុំស្ងល់មួយចំណុចមួយទៀតលក្ខខណ្ឌនៃការអាយុរបស់ពុកម្ដាយចិញ្ចឹមហ្នឹងឲ្យគេមកលើកឡើងម្ដងទៀតដោយសារខ្ញុំអត់ទាន់ច្បាស់យល់កន្លែងហ្នឹងអញ្ចឹងហើយណាបាទហ្នឹងហើយវាសនាចំណុចអាយុរបស់ឪពុកម្ដាយចិញ្ចឹមនេះគឺមានលក្ខណៈល្អប្រសើរមួយនៅក្នុងការបង្កើតស្មុំកូនពេញលេញគេថាការកំណត់អាយុនេះនៅក្នុងការស្មុំកូនពេញលេញនេះគឺតម្រូវឲ្យឪពុកម្ដាយចិញ្ចឹមហ្នឹងគាត់មានអាយុយ៉ាងតិច25ឆ្នាំឡើងអញ្ចឹងនៅពេលដែលឪពុកម្ដាយចិញ្ចឹមហ្នឹងគាត់មានអាយុ25ឆ្នាំឡើងគឺគាត់អាចធ្វើការនៅការស្មុំកូនពេញលេញយ៉ាងបានលក្ខខណ្ឌមួយទៀតគឺអាយុរបស់កូនចឹងអាយុរបស់កូនដែលជាកុមារដែលត្រូវធ្វើការស្មុំកូនហ្នឹងគាត់ត្រូវមានអាយុគេថាប្អូនឪពុកម្ដាយចិញ្ចឹមគឺ20ឆ្នាំចឹងឧទាហរណ៍ថាបើសិនជាឪពុកម្ដាយចិញ្ចឹមគាត់មានអាយុ30ឆ្នាំចឹងកូនហ្នឹងត្រូវមានអាយុប៉ុន្មានដើម្បីគាត់ធ្វើការស្មុំកូនពេញលេញបានច្បាស់ណាស់គាត់ត្រូវមានអាយុ10ឆ្នាំក្រោម10ឆ្នាំគាត់អាចធ្វើការស្មុំកូនពេញលេញបានព្រោះអីអាយុរបស់ឪពុកម្ដាយចិញ្ចឹមហើយនិងកូនចិញ្ចឹមហ្នឹងគឺគាត់ត្រូវប្អូនគ្នាឬក៏បងគ្នា20ឆ្នាំចន្លោះ20ឆ្នាំចឹងលក្ខខណ្ឌការកំណត់អាយុនេះគឺមានភាពល្អប្រសើរមួយដើម្បីឲ្យឪពុកម្ដាយចិញ្ចឹមហ្នឹងគាត់មានភាពចាស់ទុំបន្តិចនៅក្នុងការគ្រប់គ្រងថែរក្សាកូនទី1គឺភាពចាស់ទុំទី2គឺការទំនុកពង្រឹងហ្នឹងមានភាពស្ថិតស្ថេរល្អការគ្រប់គ្រងក៏ល្អវាថាការគ្រប់គ្រងការទំនុកពង្រឹងការថែរក្សាការប្រៀនប្រដៅរបស់ឪពុកម្ដាយចិញ្ចឹមមកកូនហ្នឹងគឺមានភាពល្អប្រសើរនេះត្រង់ចំណុចនេះបងប៉ុណ្ណឹងអស់ហើយហ្មងបាទពីស្នាអត់យល់កន្លែងណាទៀតអាចសាកសួរមកខ្ញុំបានបាទអរគុណគឹមហើយមួយវិញទៀតខ្ញុំអរគុណគឹមដែរដែលបានចូលក្នុងនិស្សិត podcast យើងហើយគឹមបានបកស្រាយនៅវិធានបទនៃការមុំកូនហ្នឹងយ៉ាងក្បោះក្បាយបាទជាចុងបញ្ចប់ខ្ញុំសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចូលទស្សនាវីដេអូរបស់ខ្ញុំបាទសូមអរគុណសូមជម្រាបលា